នៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនទំនើបមួយពោពេញដោយភាពចលាចលនិងជំពាក់ជំពិនស្មុគស្មាញនោះលោកស៊ុនយ៉ាតសេនគឺជាមនុស្សម្នាក់ដែលមានជំហរប្លែកពីគេគាត់ដោះចេញនូវគំនិតនយោបាយដោយឯងហើយជួបប្រទះនូវភាពឈឺចាប់បំផុតជាគណៈបកនយោបាយប្រឆាំងមួយលោកស៊ុនយ៉ាតសេនត្រូវបានប្រជាជនចិនរាប់លាននាក់ចាត់ទុកគាត់ជាបិតានៃបដិវត្តន៍ចិនក៏ប៉ុន្តែឆាកជីវិតផ្ទាល់ខ្លួនរបស់គាត់បានជួបប្រទះនូវភាពច្របូកច្របល់ឥតឈប់ឈរទាំងជីវិតរស់នៅជាក់ស្ដែងទាំងឥទ្ធិពលរបស់គាត់ដោយសារតែគាត់បានចំណាយពេលវេលាយ៉ាងច្រើនបំផុតដើម្បីរស់នៅក្នុងភាពជាអ្នកនិរទេសហើយរាល់គម្រោងការនានាដ៏ល្អរបស់គាត់ដូចជាមិនដែលសម្រេចបានទាល់តែសោះក្នុងដំណាក់កាលនោះស៊ុនយ៉ាតសេនកើតនៅក្នុងឆ្នាំ1866ក្នុងគ្រួសារកសិករមួយនៅភាគអាគ្នេយ៍នៃប្រទេសចិនដែលនៅមិនឆ្ងាយប៉ុន្មានពីម៉ាកាវនិងហុងកុងស៊ុនយ៉ាតសេនបានទទួលការបណ្ដុះបណ្ដាលនៅឯសាលារៀនជនបទមួយដែលតម្រូវឲ្យសិក្សាតែសៀវភៅពីបុរាណតែប៉ុណ្ណោះលុះអាយុបាន13ឆ្នាំគាត់បានទៅរស់នៅឯកោះហាវ៉ៃនៃប្រទេសអាមេរិកជាទីកន្លែងដែលបងប្រុសច្បងបង្អស់របស់គាត់បានរស់នៅជាមួយជនអន្តោប្រវេសន៍ឯទីនោះបន្ទាប់ពីរយៈពេល3ឆ្នាំនៃការសិក្សានៅក្នុងទីក្រុង Honolulu ដែលក្រុមប្រឹក្សាសាលានេះចាត់ចែងដោយអ្នកកាន់សាសនាគ្រឹះមកពីប្រទេសអង់គ្លេសនិងការសិក្សាអស់រយៈពេលជាង1ទសវត្សរ៍នៅទីក្រុងហុងកុងស៊ុនយ៉ាតសេនបានទទួលសញ្ញាបត្រពេទ្យនិងសលសាស្ត្របន្ទាប់មកគាត់បានធ្វើជាគ្រូពេទ្យមួយរយៈពេលខ្លីនៅទីក្រុងហុងកុងនាឆ្នាំ1893ស៊ុនយ៉ាតសេនគឺជាអ្នកស្នេហាជាតិម្នាក់ដែលប្រកាន់ប្រពៃណីយ៉ាងតឹងរ៉ឹងជាអ្នកបះបោរដ៏ល្បីល្បាញដែលបានជីករណ្ដៅកប់សន្តតិវង្សម៉ាន់ជូនិងជាពួកជនដែលបានប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងពិភពសង្គមសម្ងាត់ចិននៅក្នុងប្រអប់ខួរក្បាលរបស់គាត់ពោពេញទៅដោយក្តីសុបិនដើម្បីជំរុញប្រទេសចិនដែលដិតដាមជាប់តែសិល្បៈគំនូរនោះឲ្យភ្ជាប់គ្នាជាមួយបច្ចេកវិទ្យាថ្មីគាត់ក៏ព្យាយាមដោយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគ្រោងការសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ1894ប្រទេសចិនបានធ្លាក់ចូលក្នុងភាពចលាចលគឺជាពេលដែលសន្តតិវង្សម៉ាន់ជូបានចុះខ្សោយឯប្រទេសជប៉ុនបានទទួលជោគជ័យលើប្រទេសចិននៅក្នុងសង្គ្រាមដ៏គួរឲ្យអាម៉ាស់មួយតម្លៃដ៏សំខាន់នៃជ័យជំនះសម្រាប់ប្រទេសជប៉ុននាពេលនោះគឺកោះតៃវ៉ាន់ដែលចិនបានប្រគល់ឲ្យជប៉ុនទៅដាក់ក្រោមនឹមអាណានិគមរបស់ខ្លួនពេលវេលានោះក៏ជាឱកាសដ៏ល្អដែរសម្រាប់រៀបចំឲ្យមានការបះបោរមួយស៊ុនយ៉ាតសេនបានត្រឡប់ពីហាវ៉ៃវិញដែលនៅទីនោះពីមុនមកស៊ុនក៏ធ្លាប់ធ្វើការតាក់ទងជាប់រដឹកជាមួយមិត្តភ័ក្តិថ្មីក្នុងក្រុងហុងកុងដើម្បីបង្កើតអង្គការសម្ងាត់មួយក្នុងបំណងនាំយកប្រទេសចិនឲ្យវិលទៅរកស្ថានភាពដើមវិញស៊ុនយ៉ាតសេនវិលទៅហុងកុងនៅឆ្នាំ1895ដោយប៉ុនប៉ងដឹកនាំចលនាកុបកម្មមួយនៅភាគអាគ្នេយ៍ប្រទេសចិនផែនការនេះត្រូវបរាជ័យតាមសំណើរបស់រដ្ឋាភិបាលចិនអង់គ្លេសបានរារាំងស៊ុនយ៉ាតសេនមិនឲ្យចេញពីហុងកុងពេលនោះប្រទេសជប៉ុនក៏បានក្លាយទៅជាមូលដ្ឋានដ៏សំខាន់របស់ស៊ុនយ៉ាតសេនដើម្បីធ្វើសកម្មភាពបដិវត្តន៍ក្រោយពីត្រូវបានរារាំងមិនឲ្យចូលប្រទេសចិនស៊ុនយ៉ាតសេនបានទៅរស់នៅប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននិងធ្លាប់បានចេញទៅអឺរ៉ុបកាណាដាសហរដ្ឋអាមេរិកដើម្បីស្វែងរកមូលនិធិត្រៀមធ្វើកុបកម្មនាពេលខាងមុខផែនការទាំងនេះក៏ត្រូវបរាជ័យម្ដងទៀតដោយសារតែគុណវិបត្តិមួយចំនួនឯអាវុធក៏មានមិនគ្រប់គ្រាន់នៅឆ្នាំ1905ស៊ុនយ៉ាតសេនបានចាប់ផ្ដើមជំរុញគោលការណ៍នាំមុខមួយចំនួនធំដើម្បីធ្វើការតស៊ូទៅទៀតគោលការណ៍ទាំងនោះគឺជាមនោគមវិជ្ជានៃសង្គមបដិវត្តន៍ដែលមានមូលដ្ឋានធំទូលាយហើយដែលគាត់បានបង្កើតក្នុងពេលនេះតែម្ដងមនោគមវិជ្ជាមួយនេះដែលគេហៅថា
គោលការណ៍ទាំង3របស់ប្រជាជនគឺស៊ុនយ៉ាតសេនបានច្របាច់បញ្ចូលគ្នានៅទស្សនវិជ្ជាជាមូលដ្ឋាននៃលទ្ធិជាតិនិយមប្រជាធិបតេយ្យនិងសង្គមនិយមប៉ុន្មានឆ្នាំក្រោយមកស៊ុនយ៉ាតសេនបានជំរុញគំនិតថ្មីនេះបញ្ចូលទៅក្នុងផែនការទាំងមូលរបស់គាត់ដោយបានបង្កើតឡើងនូវកម្លាំងខាងសីលធម៌និងសេដ្ឋកិច្ចដំបូងឡើយគឺគាត់បានបណ្ដេញពួកម៉ាន់ជូចេញហើយបន្តមកទៀតគឺទប់ទល់ការជ្រៀតចូលពីសំណាក់មហាអំណាចបរទេសគាត់ក៏សង្ឃឹមផងដែរក្នុងការនាំយកប្រទេសចិនចេញពីភាពងងឹតសូន្យសុងដោយបង្កើតរដ្ឋាភិបាលថ្នាក់កណ្ដាលមួយដើម្បីទប់ស្កាត់កម្លាំងមូលធននិយមក្នុងវិស័យឧស្សាហកម្មនិងកម្លាំងពួកម្ចាស់ដីនៅឯជនបទបើតាមទស្សនៈរបស់ស៊ុនយ៉ាតសេនការកែប្រែប្រទេសចិនមួយឡើងវិញគឺប្រទេសនេះត្រូវតែស្ថិតក្រោមការត្រួតត្រាយ៉ាងហ្មត់ចត់តាមរយៈរចនាសម្ព័ន្ធបកថ្នាក់កណ្ដាលម្យ៉ាងវិញទៀតអ្នកដែលស្មោះត្រង់នឹងគាត់ទាំងឡាយត្រូវតែគោរពគាត់ថាជាមេដឹកនាំផ្ដាច់មុខតែមួយគត់សូមឲ្យដឹងថាស៊ុនយ៉ាតសេនជាមនុស្សម្នាក់សាមញ្ញអត់ធ្មត់និងមានអំណាចតាក់ទាញសម្បើមណាស់នៅក្នុងដំណាក់កាលនៃការរស់នៅនិរទេសដ៏វែងអន្លាយលោកស៊ុនយ៉ាតសេនបានទទួលនៅមូលធិពិសេសគឺបានមកពីប្រជាជនចិនដែលរស់នៅឯអាស៊ីអាគ្នេយ៍និងអាមេរិកខាងជើងដើម្បីទ្រទ្រង់ឲ្យគាត់អាចប្រយុទ្ធប្រឆាំងនឹងគូសត្រូវនយោបាយទាំងឡាយរបស់គាត់ទាំងនៅក្នុងនិងក្រៅអង្គការរបស់គាត់ហើយដែលពួកទាំងនេះមានទស្សនៈខុសប្លែកពីគ្នាអំពីជោគវាសនានៃប្រទេសចិនហើយដូច្នេះហើយនៅពេលដែលសន្តតិវង្សម៉ាន់ជូរលំរលាយជាចុងក្រោយនៅក្នុងឆ្នាំ1911គោលការណ៍ខ្លះត្រូវបានចាប់បង្ខំឲ្យអនុវត្តដោយឥតឈប់ឈរពីសំណាក់ស៊ុនយ៉ាតសេននិងយុទ្ធជនបដិវត្តន៍របស់គាត់គាត់ត្រូវបានទទួលឲ្យធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនថ្មីប៉ុន្តែស៊ុនយ៉ាតសេនដែលជាមនុស្សមានប្រាជ្ញាវាងវៃបានមើលឃើញថាគាត់នៅខ្វះខាតកម្លាំងយោធាដើម្បីប្រែក្លាយអង្គការបដិវត្តន៍របស់គាត់ឲ្យទៅជាគណៈបកនយោបាយមួយទំនើបវិញឬដែលគេហៅថាគណៈបកគូមីនតាំងគណៈបកនេះបានទទួលកៅអីយ៉ាងច្រើនលើសលប់លើគូប្រជែងទាំងឡាយនៅក្នុងការបោះឆ្នោតជាតិជាលើកដំបូងបំផុតដែលមិនធ្លាប់មាននាដើមឆ្នាំ1913ប៉ុន្តែស៊ុនយ៉ាតសេននិងគណៈបករបស់គាត់នៅតែអាចទប់ទល់ទៅនឹងអំណាចដែលលេចចេញពីជនខ្លាំងខាងនយោបាយនិងយោធាថ្មីៗបានឡើយនៅចុងឆ្នាំនោះស៊ុនយ៉ាតសេនត្រូវបានបង្ខំឲ្យរស់និរទេសម្ដងទៀតឯសមាជិកគណៈបកគូមីនតាំងត្រូវបានគេបណ្ដេញចេញពីសភាមួយទសវត្សរ៍ចុងក្រោយនៃជីវិតរបស់ស៊ុនយ៉ាតសេនគឺគាត់បានចំណាយទៅលើការកសាងមូលដ្ឋានប្រតិបត្តិការនយោបាយនិងយោធាដ៏មានឥទ្ធិពលបំផុតស៊ុនទទួលបានការជួយជ្រោមជ្រែងពីអ្នកគាំទ្រទាំងឡាយចំពោះទស្សនៈអំពីប្រទេសចិនរបស់គាត់និងពីភរិយាទី2របស់គាត់ឈ្មោះសុងជីលីងដែលបានរៀបការនៅឆ្នាំ1914ក្នុងពេលដែលរស់នៅជាជននិរទេសសុងជីលីងដែលមានអាយុក្មេងជាងស៊ុនយ៉ាតសេនដល់ទៅ26ឆ្នាំអ្នកស្រីបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យសហរដ្ឋអាមេរិកនិងមានប្រភពចេញមកពីគ្រួសារអ្នកមានម្នាក់អ្នកស្រីជាបញ្ញាជនកម្រិតខ្ពស់និងជាអ្នកនយោបាយសុបម្នាក់ក្រោយឆ្នាំ1916បន្ទាប់ពីបានចាកចេញពីប្រទេសជប៉ុនមករស់នៅប្រទេសចិនវិញគូស្វាមីភរិយានេះតែងតែធ្វើដំណើរចុះឡើងពីសៀងហៃទៅកង់តុងបច្ចុប្បន្នជាខ្វាងជើជាទីក្រុងមួយដែលមើលទៅទំនងជាផ្ដល់ឲ្យពួកគាត់នៅមូលដ្ឋាននយោបាយដ៏មានសក្តានុពលបំផុតនៅឆ្នាំ1923គូស្វាមីនេះសម្រេចទៅរស់នៅឯកង់តុងជាទីកន្លែងដែលស៊ុនយ៉ាតសេនទៅប្រជុំសម្រេចបង្កើតរដ្ឋាភិបាលមួយដោយមានការគាំទ្រពីអិសរាជជនយោធាក្នុងស្រុកនិងសមាជិកសភាចាស់ពីមុនក្នុងចំណោមអ្នកគាំទ្រនោះក៏មានមន្ត្រីយោធាវ័យក្មេងម្នាក់ឈ្មោះជាងកៃជៀកផងដែរ
ដែលក្រោយមកបុរសនេះបានរៀបការជាមួយនឹងប្អូនស្រីរបស់សុងជីងលីងតែសម្ព័ន្ធមិត្តដ៏សំខាន់របស់ស៊ុនយ៉ាតសេនពេលនោះគឺពួកភ្នាក់ងារកុម្មុយនីសអន្តរជាតិនៅទីក្រុងមូស្គូឯណោះទេដែលពួកនេះធ្លាប់បានបង្កើតគណបក្សកុម្មុយនីសចិននារដូវក្តៅឆ្នាំ1921ទៀតផង2 ឆ្នាំក្រោយមកភ្នាក់ងារនេះបានបញ្ចុះបញ្ចូលស៊ុនយ៉ាតសេនថាគណបក្សជាតិនិយមគូមីនតាំងគួរចងសម្ព័ន្ធភាពជាមួយពួកកុម្មុយនីសដែលនៅមានចំនួនតិចតួចនៅឡើយតែអាចជ្រៀតចូលដល់ស្រទាប់កម្មករនិងកសិករចិនហើយកំពុងតែលេចអណ្ដែតលើឆាកនយោបាយដោយបង្ហាញចេញនៅជំនឿថាអង្គការរបស់គាត់អាចត្រួតត្រាជួរពួកកុម្មុយនីសបាននោះស៊ុនយ៉ាតសេនបានយល់ព្រមតាមរូបមន្តមួយដែលអនុញ្ញាតឲ្យពួកកុម្មុយនីសជាបុគ្គលអាចចូលមកជាសមាជិកគណបក្សគូមីនតាំងបានជាការតបស្នងវិញសូវៀតមានភារកិច្ចផ្ដល់នូវទីប្រឹក្សាយោធាអាវុធគ្រាប់រំសេវដើម្បីពង្រឹងអង្គការនយោបាយរបស់ស៊ុនយ៉ាតសេនគោលបំណងរបស់ស៊ុនយ៉ាតសេនគឺប្រើប្រាស់កម្លាំងយោធាថ្មីទាំងនេះដើម្បីពង្រីកមូលដ្ឋាននៅកង់តុងដែលគាត់អាចបំបែកមេទ័ពខ្លះនៅភាគខាងត្បូងរបស់ចិនយកទៅភ្ជាប់ជាមួយមេទ័ពដែលមានសមានចិត្តចំពោះគាត់នៅភាគខាងជើងហើយបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយស៊ុនយ៉ាតសេនចាប់អារម្មណ៍ខ្លាំងណាស់ចំពោះការអញ្ជើញពីសំណាក់ពួកយោធានិយមដ៏មានអំណាចនៅភាគខាងជើងក្នុងឆ្នាំ1924ដើម្បីឲ្យទៅជួបពិភាក្សាគ្នាអំពីអនាគតនៃដំណើរការបង្រួបបង្រួមនេះបើទោះបីជាមានជំងឺនិងទន់ខ្សោយកម្លាំងណាស់ទៅហើយក្តីស៊ុនក៏ចេញដំណើរទៅដែររួចបានសម្រាកមួយរយៈខ្លីនៅជប៉ុនពេលមកដល់ប៉េកាំងគាត់កាន់តែខ្សោយហើយត្រូវបង្ខំឲ្យចូលសម្រាកនៅផ្ទះភ្ញៀវដើម្បីទទួលការព្យាបាលវេជ្ជបណ្ឌិតបានពិនិត្យឃើញថាគាត់មានជំងឺមហារីកថ្លើមស៊ុនយ៉ាតសេនបានស្លាប់នៅទីក្រុងប៉េកាំងនៅឆ្នាំ1925សាកសពរបស់គាត់បានបង្កើតឲ្យមានជានិមិត្តរូបនយោបាយយ៉ាងស្មុគស្មាញសាកសពនេះត្រូវបានគេតម្កល់ទុកនៅក្នុងវិមានមួយឯជាក្រុងប៉េកាំងហ្វូងប្រជាជនរួមទាំងអិសរាជជននយោបាយនិងយោធាបាននាំគ្នាទៅគោរពសពគាត់ប្រព័ន្ធឃោសនានានារួមមានខ្សែភាពយន្តអំពីជីវិតនិងសកម្មភាពរបស់ស៊ុនយ៉ាតសេននៅកង់តុងបានត្រូវបញ្ចាំងជាសាធារណៈ3 ឆ្នាំកន្លះក្រោយពីមរណភាពរបស់ស៊ុនយ៉ាតសេននោះមកជាងកៃជាជាមនុស្សចុងក្រោយដែលបានដឹកនាំឲ្យមានការបង្រួបបង្រួមកងទ័ពពីភាគខាងត្បូងរហូតដល់ប៉េកាំងតែជាងកៃជាបានដកពួកកុម្មុយនីសចេញពីគណបក្សគូមីនតាំងចាប់ផ្ដើមដំណើរការប្រឈមមុខដាក់គ្នាហើយសង្គ្រាមស៊ីវិលមួយបានផ្ទុះឡើងនិងអូសបន្លាយអស់រយៈពេល20 ឆ្នាំក្នុងនាមជាអ្នកឈ្នះគណបក្សគូមីនតាំងបានរំលឹកឡើងវិញអំពីឈ្មោះរបស់ស៊ុនយ៉ាតសេនពួកគេបានកសាងមហាចេតិយមួយឧទ្ទិសដល់ស៊ុននៅក្បែរទីក្រុងថ្មីឈ្មោះណាន់ជីងហើយបានដឹកសាកសពរបស់គាត់ទៅគ្រប់ទីកន្លែងនៃប្រទេសចិនតាមរថភ្លើងដើម្បីឲ្យប្រជាជនបានគោរពប្រកបដោយភាពរំភើបញាប់ញ័ររហូតដល់ពិធីបញ្ចុះសពនេះត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសំណើទាំងឡាយរបស់ស៊ុនយ៉ាតសេនក្រោយមកបានក្លាយទៅជាមនោគមវិជ្ជាកណ្ដាលនៃគណបក្សគូមីនតាំងទាំងពេលដែលស្ថិតនៅលើចិនដីគោកនិងក្រោយការរសាត់អណ្ដែតមកដល់កោះតៃវ៉ាន់ក្រោយពេលដណ្ដើមបានជ័យជំនះលើកងកម្លាំងជាតិនិយមគូមីនតាំងនាឆ្នាំ1949ពួកកុម្មុយនីសចិនបានប្រកាសថាស៊ុនយ៉ាតសេនក៏ជានិមិត្តរូបរបស់ពួកគេដែរដោយគេបានរំលឹកទៅដល់ឃ្លារបស់ស៊ុនយ៉ាតសេនដែលថាការចងសម្ព័ន្ធភាពជាមួយពួកកុម្មុយនីសមានសារៈសំខាន់ណាស់ពិសេសគឺការអភិវឌ្ឍនយោបាយចិនរហូតមកដល់សប្តាហ៍ថ្ងៃនេះទាំងចិនដីគោក
ទាំងកោះតៃវ៉ាន់នៅតែចាត់ទុកថាភ័ព្វវាសនានយោបាយដ៏ចម្លែកនិងបុគ្គលិកលក្ខណៈដ៏ខ្លាំងក្លារបស់ស៊ុនយ៉ាតសេននៅតែស្ថិតជាស្មារតីនៃការធ្វើបដិវត្តន៍និងការប្រែប្រួលយ៉ាងធំធេង